បារាំងបានតាមដានព័ត៌មានពីសភាពការចំនួនព្រំដែនកម្ពុជាថៃជាប់ជាប្រចាំនេះបើតាមការបញ្ជាក់របស់លោក Olivier Richard ដែលជាឯកអគ្គរដ្ឋទូតថ្មីបារាំងប្រចាំនៅកម្ពុជានៅក្នុងកិច្ចជំនួបជាមួយនឹងប្រធានរដ្ឋសភាកម្ពុជានៅព្រឹកថ្ងៃទី30 ខែកញ្ញាឆ្នាំ2025លោកឯកអគ្គរដ្ឋទូតបានបន្ថែមថាបារាំងគាំទ្រការដោះស្រាយបញ្ហាដោយសន្តិវិធីតាមយន្តការទ្វេភាគីយន្តការអាស៊ាននិងការគោរពច្បាប់អន្តរជាតិរីឯសម្ដេចខួនសុដារីប្រធានរដ្ឋសភាកម្ពុជាបានថ្លែងអំណរគុណទៅដល់ប្រធានាធិបតីបារាំងក៏ដូចជាពលរដ្ឋបារាំងដែលបានសម្ដែងនឹងការព្រួយបារម្ភភ្លាមៗនៅក្រៅការឈ្លានពានបានកើតឡើងកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025ប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងបានអបអរសាទរបទចុះបាញ់ដោយសង្ឃឹមថាចំនួននឹងត្រូវបានដោះស្រាយប៉ុន្តែការពិតជាក់ស្ដែងគឺមិនដូច្នោះទេព្រោះថាភាគីថៃបានរំលោភបទចុះបាញ់ហើយធ្វើសកម្មភាពបំពានមកលើដែនអធិបតេយ្យកម្ពុជាក៏ដូចជាពលរដ្ឋស្លូតត្រង់កម្ពុជាម្ដងហើយម្ដងទៀតមែនទែនទៅបញ្ហាព្រំដែនកម្ពុជាថៃមិនមែនជារឿងថ្មីនោះទេព្រោះថាវាបានបន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយសារតែប្រទេសថៃបដិសេធនៅក្នុងការប្រើប្រាស់ផែនទីទទួលស្គាល់ដោយអន្តរជាតិធ្វើឡើងដោយបារាំងសៀមនិងអនុសរណៈនៃការយោគយល់គ្នាឆ្នាំ2000ផ្ទុយទៅវិញថៃបែរជាប្រើនៅផែនទីឯកតោភាគីសម្ដេចប្រធានរដ្ឋសភាបានគូបញ្ជាក់ថាកម្ពុជាប្រាថ្នាចង់រួមរស់ដោយសន្តិវិធីជាមួយនឹងប្រទេសជិតខាងជាមិត្តហើយនៅតែបដិញ្ញាមុតមមនៅក្នុងការប្រែក្លាយតំបន់ព្រំដែនប្រទេសទាំងពីរទៅជាព្រំដែននៃមិត្តភាពសន្តិភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍឆ្លៀតនៅក្នុងឱកាសនៃកិច្ចជំនួបនោះប្រធានរដ្ឋសភាកម្ពុជាក៏បានជម្រាបទៅលោកទូតបារាំងថាសម្ដេចធិបតីហ៊ុនម៉ាណែតបានព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធីអត់ធ្មត់ដើម្បីការពារសុខសន្តិភាពសុវត្ថិភាពជូនប្រជាពលរដ្ឋដោយសារកម្ពុជាស្គាល់នៅរសជាតិសង្គ្រាមដូច្នេះមិនចង់ឲ្យពលរដ្ឋរងទុក្ខលំបាកជាថ្មីម្ដងទៀតនោះទេសម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ចំហពីការដោះស្រាយបញ្ហាដោយសន្តិវិធីនេះជូនលោកអេម៉ានូអែលម៉ាក្រុងនិងបណ្ដាប្រទេសជាមិត្តនានារួចហើយដែរដូច្នេះសង្ឃឹមថាចំនួននេះនឹងអាចដោះស្រាយបាននៅក្នុងពេលឆាប់ៗលោក Olivier Richard នៅក្នុងកិច្ចជំនួបជាមួយនឹងសម្ដេចហ៊ុនសែនថ្មីៗនេះក៏បានបញ្ជាក់ដែរថាបារាំងបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងថៃដោយបារាំងនឹងបន្តតាមដានជាប្រចាំចំណែកសម្ដេចហ៊ុនសែនក៏បានស្នើឲ្យបារាំងយកចិត្តទុកដាក់បន្ថែមជាពិសេសគឺការជំរុញឲ្យភាគីទាំងពីរអនុវត្តនៅបទឈប់បាញ់ឲ្យបានពេញលេញព្រោះបទឈប់បាញ់នេះនៅតែមានភាពផុយស្រួយសម្ដេចសង្កត់ធ្ងន់ថាអ្វីដែលកម្ពុជាចង់ឃើញចង់បាននោះគឺមិនចង់ឲ្យបារាំងទៅថ្កោលទោសប្រទេសណាទេក៏ប៉ុន្តែគ្រាន់តែបារាំងខិតខំជំរុញឲ្យភាគីទាំងពីរមានការអត់ធ្មត់ខ្ពស់ដើម្បីអនុវត្តបទឈប់បាញ់គ្នាឲ្យបានពេញលេញនិងវិលមករកប្រក្រតីភាពឡើងវិញ